ផ្លាស់ទីទៅស្តង់ឆ្លោបានរុញសាកសឹបឆ្កែចេញហើយដួលទៅនឹងជើងរបស់នាងមិនបានសំបីតែមើលទៅរ៉ែននាងបានចាំថាការរុញនោះនៅវិនាទីចុងក្រោយមុនពេលដែលសត្វខ្មោចឆៅបានបិទទ្វារពួកគេទាំងពីរបានវាយគ្នាយ៉ាងអស់សង្ឃឹមឆ្ពោះទៅកាន់ស្តង់សន្តិសុខដែលខូចខាតស្តង់គឺតូចនឹងព្រៀងពួកគេស្ទើរតែមិនអាចបិទបង្អួចដោយប្រើបន្ទះឈើដែលគេបោះចោលនឹងកាសែតចាស់ឆ្លោតើអ្នកសុខសប្បាយទេរៀនខិតទៅជិតដោយព្យាយាមយកដៃរបស់នាងដោយស្នាមញឹមដ៏ស្រស់បំព្រងពេលនេះខ្ញុំកំពុងព្យាយាមរុញឆ្កែចេញមិនមែនអ្នកទេកុំយល់ច្រឡំបន្ទាប់ពីទុកសោកនោះទីបំផុតភាពស្លូតរបស់នាងបានប្រេះបែកបង្ហាញពីភាពអាត្មានិយមកុំគិតថាខ្ញុំមិនដឹងថាមានអ្វីនៅក្នុងក្បាលរបស់អ្នករ៉ែនចាប់ពីពេលនេះទៅបើអ្នកហ៊ានដាក់ដៃម្ខាងទៀតមកលើខ្ញុំនឹងធ្វើឲ្យក្បាលអ្នកបាត់ដូចឆ្កែនោះរ៉ែនគៀងនឹងបញ្ចេញកំហឹងក្នុងភ្នែកប៉ុន្តែគាត់បានបិទបាំងវាភ្លាមគាត់ដឹងថាឆ្លូឥឡូវនេះបានប្រើប្រព័ន្ធលុបបំបាត់ដ៏គួរឲ្យភ័យខ្លាចនោះការសម្លាប់គាត់នឹងមិនពិបាកសម្រាប់នាងទេគាត់គ្រាន់តែអាចស៊ូទ្រាំបានខណៈនោះនៅក្នុងផ្ទះសុវត្ថិភាពខ្ញុំកាន់ថេផ្លេតមួយនៅក្នុងដៃទោះបីជាបណ្ដាញសាធារណៈធ្លាក់ចុះក៏ដោយអ្នកទទួលផ្កាយរណបថ្នាក់យោធារបស់ខ្ញុំនៅតែទទួលបានសញ្ញាសកលព័ត៌មានពីជុំវិញពិភពលោកបានរមូរនៅលើអេក្រង់ប្រកាសអាសន្នសម្រាប់តំបន់ភាគខាងកើតរដ្ឋាភិបាលបានដំណើរការពិធីសារអាសន្នកម្រិតខ្ពស់បំផុតជំរកផ្លូវការទូទាំងប្រទេសបានបើកហើយអ្នកនៅរស់សូមបន្តទៅកាន់ទីតាំងដែលនៅជិតបំផុតទីតាំងទីជំរករបស់ទីក្រុង District Sports Center Shelter 7ខ្ញុំបានសម្លឹងមើលកូអរ៉ូណេទាំងនោះក្នុងជីវិតអតីតកាលរបស់ខ្ញុំកន្លែងនោះពិតជាកន្លែងរឹងមាំផ្លូវការដ៏ធំបំផុតនៅសម័យដើមប៉ុន្តែដោយសារតែមានមនុស្សច្រើនពេកការផ្គត់ផ្គង់បានអស់យ៉ាងឆាប់រហ័សនិងដោយការគ្រប់គ្រងដ៏វឹកវរក្នុងរយៈពេល1ខែកុបកម្ម Granary ដ៏អាក្រក់បានផ្ទុះឡើងដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ប្រវត្តិសាស្ត្រមិនផ្លាស់ប្ដូរទេខ្ញុំបានបិទព័ត៌មាននិងបើកចំណុចប្រទាក់ប្រព័ន្ធស្តុកបច្ចុប្បន្ន 32,000 តោនកម្រិតប្រព័ន្ធលុបមួយបទពិសោធន៍0តម្រូវការដំឡើងកំណែប្រម៉ូស្នូខ្មោចឆៅលំដាប់ទី1 10ស្នូក្នុងជីវិតអតីតកាលរបស់ខ្ញុំមនុស្សមិនបានរកឃើញរហូតដល់ខែទី3នៃ Apocalypse ដែលស្នូនៅក្នុងខួរក្បាលខ្មោចឆៅប្រើដើម្បីបង្កើនសមត្ថភាពប៉ុន្តែខ្ញុំដឹងឥឡូវនេះឆ្លោល្ងីល្ងើនោះរវល់សង្គ្រោះខ្លួននាងដោយបន្សល់ទុកនៅវត្ថុបុរាណដ៏មានតម្លៃបំផុតនៃសង្គ្រាមនៅក្នុងព្រឹលទាំងនោះជាបទពិសោធន៍របស់ខ្ញុំមិនអាចទុកឲ្យគេខ្ជះខ្ជាយបានឡើយខ្ញុំបានបដូរទៅជាឈុតប្រយុទ្ធហើយចាប់ពូថៅរបស់ខ្ញុំបានសម្រេចចិត្តចេញទៅឆែកមើលដើម្បីការប្រយុទ្ធដំបូងរបស់ខ្ញុំនៅយប់ដំបូងនៃព្យុះ Blizzard ហើយពិនិត្យមើលថាតើសត្វកណ្តុរពីរក្បាលនោះបានកករហូតដល់ងាប់ឬអត់ដោយពាក់ឈុតប្រយុទ្ធហើយកាន់ពូថៅរបស់ខ្ញុំបានធ្វើដំណើរកាត់វាលរហស្ថានជីក្រុងភាគខាងលិច50ម៉ែត្រនៅខាងមុខកញ្ចប់ឆ្កែខ្មោចឆៅបានព័ទ្ធជុំវិញស្តង់សន្តិសុខសរុបចំនួន7ខ្ញុំបានសម្រួលការដកដង្ហើមរួចស្ទុះចេញពីក្រោយគំនរព្រើដែលខ្ញុំលាក់ខ្លួនឆ្កែซอมប៊ីដំបូងនៅតែស្រែកនៅស្តង់វាមិនមានប្រតិកម្មអ្វីសោះមុនពេលពូថៅរបស់ខ្ញុំមកដល់ពូថៅបានបំបែកលាក្បាលរបស់វាឆ្កែខ្មោចឆៅលំដាប់ទី1ត្រូវបានលុបចោលបទពិសោធន៍បូក5ភាពចលាចលបានជូនដំណឹងដល់ឆ្កែ6ក្បាលផ្សេងទៀតភ្លាម Alpha ដែលជាមេដ៏ធំសម្បើមបានវាយក្បាលរបស់វាជុំវិញភ្នែកពណ៌បៃតងខ្មោចទាំងនោះបានចាក់សោរមកលើខ្ញុំវាបានទាត់ចេញដោយជើងខាងក្រោយតួខ្លួនដ៏ធំរបស់វាសាកថ្មដូចធំខ្ញុំបានចង្អុលដៃឆ្វេងរបស់ខ្ញុំទៅដីក្រោមដើម Mastiff នៅក្នុងពេលនោះផ្នែកទឹកកកទំហំ2ម៉ែត្ររួមជាមួយនឹងផែនដីកកនៅពីក្រោមនោះបានបាត់ទៅក្នុងខ្យល់ស្ដើងដីបានបាត់នៅក្រោម Mastiff ហើយវាបានធ្លាក់ចុះត្រង់ធ្វើកូដកម្មនៅពេលអ្នកដួលខ្ញុំលោតចូលទៅក្នុងរណ្ដៅភ្លាមពូថៅយុទ្ធសាស្ត្ររបស់ខ្ញុំបានហោះកាត់តាមអាកាសហើយបានកាប់យ៉ាងព្រៃផ្សៃទៅក្នុងសន្លាក់ដែលងាយរងគ្រោះរបស់ Mastiff ក្បាលឆ្កែដ៏អាក្រក់មួយក្បាលបានរមៀលចេញទៅឆ្ងាយ Like Middenhamរើបានលុបចោលបទពិសោធន៍បូក8ធាតុបានទម្លាក់ស្នូធម្មពលលំដាប់ទី1ពន្លឺបានភ្លឺមកលើខ្ញុំក្រាបចុះក្រោមបានដកគ្រីស្តាល់ទំហំក្រចកដៃចេញបញ្ចេញពន្លឺក្រហមតិចនេះគឺជារូបិយបានដ៏លំបាកបំផុតនៃ Apocalypse ដែលជាស្នូប្រភពនៃធម្មពលខ្មោចឆៅនិងគន្លឹះក្នុងការវិវត្តរបស់មនុស្សសត្វឆ្កែ Zombie 5ក្បាលដែលនៅសេសសល់ខាងលើបានព្រួតគ្នាយ៉ាងព្រឺព្រួចប៉ុន្តែមិនហ៊ានចុះទៅក្នុងរណ្ដៅនោះទេខ្ញុំមើលទៅដោយស្នាមញញឹមដ៏ខូខើកុំប្រញាប់ម្ដងមួយខ្ញុំបានទាញយកកាំភ្លើងរយៈពេល5នាទីបន្ទាប់ខ្ញុំបានឈរនៅបាតរណ្ដៅដូចជាខ្ញុំកំពុងហ្វឹកហាត់គោលដៅសមរភូមិខ្ញុំបានឡើងទៅរកគ្រប់សាកសពសំណាងគឺនៅខាងខ្ញុំសត្វឆ្កែទាំង7ក្បាលបានផ្ដល់ទិន្នផលសរុបចំនួន3របាបទពិសោធន៍ប្រព័ន្ធបានកើនឡើងដល់45ខ្ញុំបានបោះស្នូចូលទៅក្នុងទីធ្លារបស់ខ្ញុំហើយដើរទៅកាន់ស្តង់សន្តិសុខវាទេនៅខាងក្នុងមានតែស្នាមជើងវញញ៉ៃនិងខ្សែបន្ទាត់ដែលឆ្លាក់ចូលទៅក្នុងជញ្ជាំងដោយប្រើកញ្ចក់ដៃ FN អ្នកនឹងចំណាយសម្រាប់ការនេះហើយអ្នករស់រានមានជីវិតមែនទេខ្ញុំបានសើចចំអកដោយបដិសេធខ្ញុំមិនបារម្ភពីអ្វីដែលកូនបញ្ចាំមិនសំខាន់ទាំងពីរនេះអាចធ្វើបានក្នុងរឿងអាប៉ូកាលីបនេះទេការរស់នៅច្រើនតែឈឺចាប់ជាងស្លាប់ទៅទៀតចាប់តាំងពីពួកគេបានទៅជំរកផ្លូវការសូមឲ្យពួកគេរីករាយនឹងរង្វាន់របស់ពួកគេនៅទីនោះហើយជាឋាននរករស់នៅពិតខ្ញុំបែរទៅឆ្វេងស្រមោលរបស់ខ្ញុំបានបាត់ខ្លួនទៅក្នុង Blizzard គោលដៅបន្ទាប់របស់ខ្ញុំគឺមន្ទីរពេទ្យកណ្ដាលក្រុងមិនត្រឹមតែ Zombies រងចាំនៅទីនោះប៉ុណ្ណោះទេប៉ុន្តែក៏មានសេរ៉ូមប្រឆាំងមេរោគដែលខ្ញុំត្រូវការយ៉ាង
Liang Phong Đàiខណៈពេលដែលវាមិនអាចព្យាបាលមេរោគ zombie បានទេវាអាចព្យាបាលជំងឺទូទៅនិងមេរោគក្នុងដំណាក់កាលដំបូងមជ្ឈមណ្ឌលកីឡាស្រុកបូព្រាកន្លែងនោះត្រូវបានប្តូរទៅជាជំរកបណ្ដោះអាសន្នអ្នករស់រានមានជីវិតរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅច្រកចូលសម្រេចបណ្ដាសានិងការអង្វរសុំជំនួយលីលំទៅក្នុងភាពវឹកវរទាហានប្រដាប់អាវុធបានរក្សាសណ្ដាប់ធ្នាប់ដោយការបញ្ចេញមតិតានតឹងគម្រោងបង្កើតជាបន្ទាត់ទាមទារការត្រួតពិនិត្យសីតុណ្ហភាពអ្នកណាមានរបួសត្រូវនៅឯកោជាបន្ទាន់ការផ្គត់ផ្គង់មានកំណត់បបរមួយចានមនុស្សម្នាក់ក្នុងមួយថ្ងៃចង់បានទៀតចូលរួមក្រុមស្វែងរកឆ្លូនិងរ៉ែនចូលទៅក្នុងហ្វូងមនុស្សទាំងស្រងាកចិត្ត